បាទសួស្តីបងប្អូនប្រិមិត្តទាំងអស់គ្នាថ្ងៃនេះខ្ញុំបង្ហាញជូនបងប្អូននៅរូបភាពមួយទៀតហើយដោយសាររូបភាពនេះប្លែកហើយมันមានដែលឃើញនៅក្នុងប្រជាជនខ្មែរនៅវៀតណាមទេបងប្អូននៅក្នុងវីដេអូនេះគឺជាសកម្មភាពរបស់បងប្អូនខ្មែរនៅប្រទេសវៀតណាមបងប្អូននៅប្រទេសវៀតណាមសប្តាហ៍ថ្ងៃពួកគាត់រស់នៅក្នុងប្រទេសវៀតណាមហើយនៅមានពាក្យថាជាខ្មែរក្រមទៀតផងបងប្អូនប៉ុន្តែពេលដែលឃើញសកម្មភាពមួយនឹងរបស់ពួកគាត់ខ្ញុំចង់យកធ្វើជាវីដេអូនេះដើម្បីចែករំលែកឲ្យបងប្អូនបានឃើញទាំងអស់គ្នាថាសកម្មភាពរបស់ពួកគាត់នឹងមានការរុងរឿងយ៉ាងណាបងប្អូនពិតជារីករាយហើយសប្បាយក្រៃលែកមែនតើក្នុងវីដេអូនេះខ្ញុំក៏មិនបានដឹងថាពួកគាត់នឹងធ្វើសកម្មភាពពីសមាណាមកដល់ពេលឥឡូវទេព្រោះពេលដែលខ្ញុំមកជួបប្រទេសហើយបានឃើញថតធ្វើជាវីដេអូបង្ហាញជូនបងប្អូននេះគឺជាពេលរសៀលហើយបងប្អូនពេលរសៀលហើយដោយសារខ្ញុំបានសួរពួកគាត់ទាំងអស់គ្នាខ្លះដែរពួកគាត់បាននិយាយថាសកម្មភាពដំណើររបស់ពួកគាត់ទាំងអស់ដែលបានដើរទាំងខ្មៅជើងជុំវិញភូមិស្រុកតែម្ដងបងប្អូននេះគឺជាសកម្មភាពដែលគេហៅថាវត្តនៅរំបត្តិហ្នឹងណាបងប្អូនហើយទឹកដើរពីធ្វើដំណើរចេញដង្ហែពេលដែលលោកឋានត្រង់ហើយបងប្អូនពេលដែលលោកឋានត្រង់ហើយចាប់ដើមពួកគាត់រៀបចំដើររហូតដល់ពេលនេះបងប្អូនពេលដែលខ្ញុំបានជួបប្រទេសហើយឃើញពួកគាត់ធ្វើដំណើរទាំងខ្មៅជើងនេះរវាងម៉ោង5ដល់ម៉ោង6ហើយបងប្អូនរវាងម៉ោង5កន្លះឬម៉ោង6ហើយដោយសារពេលនេះមេឃទៀបងងឹតហើយពេលដែលខ្ញុំសួរពួកគាត់នឹងពិតហត់ណាបងប្អូនហត់ណាស់ពេលដែលដើរហ្នឹងបងប្អូនភូមិរបស់ពួកគាត់នឹងធំណាស់បងប្អូនធំណាស់គាត់ដើរច្រកល្ហកតាមផ្លូវបេតុងតាមផ្លូវថ្នល់នេះពួកគាត់ដើរទាំងអស់នេះបងប្អូនដើរជាងមួយកណ្ដាលថ្ងៃបងប្អូនទើបបានវិលត្រឡប់ទទួលគាត់វិញតាមពិតសកម្មភាពដែលពួកគាត់ដើរនេះខ្លះទៅគេថាបានខ្លះទៅគេថាដើរដើម្បីសូមទឹកភ្លៀងខ្លះទៅគេថាដើរដើម្បីបួងសួងឲ្យធ្វើចំការស្រែស្រូវឲ្យបានត្រូវប្រមូលផលឲ្យបានរុងរឿងមានកម្លៃទីផ្សារបងប្អូនមានជាច្រើនណាស់បងប្អូនម្ល៉េះហើយបានជាមានយ៉ាក់ស្វាហើយមានទាំងឈើថងដើម្បីដេញនូពួកអវិញ្ញាណទៀតបងប្អូនតាមពិតទៅសកម្មភាពនេះខ្ញុំមិនដែលឃើញនៅកន្លែងណាទេបងប្អូនពិតណាស់ខ្ញុំមិនដែលឃើញថានៅកន្លែងណាដែលបានធ្វើសកម្មភាពនេះទេទើបតែមកជួបនៅតាមដងផ្លូវបានឃើញវត្តមួយដែលមានឈ្មោះថាកងជ័យកំសាន្តនេះបានធ្វើសកម្មភាពមួយនេះពិតជាប្លែកហើយអស្ចារ្យមែនហើយខ្ញុំក៏បានសួរគាត់ដែរគាត់ថាហត់ខ្លាំងប៉ុន្តែគាត់ត្រូវតែធ្វើដើម្បីថែរក្សានៅវប្បធម៌ដើម្បីថែរក្សានៅទំនៀមទម្លាប់របស់ខ្មែរនេះមិនមែនជារបៀបរបបរបស់ព្រះទេបងប្អូនបើតាមការខ្ញុំសួរគាត់នឹងគាត់បានឆ្លើយថាមិនមែនជាវប្បធម៌មិនមែនជាសាសនាធ្វើតាមសាសនារបស់ព្រះទេគឺពួកគាត់នឹងកំពុងតែមានដំណើរតែខ្មៅជើងដោយសារអែអបដង្ហែនៅប្រកេះរបស់ព្រះព្រំពួកគាត់តែងតែហៅថាប្រកេះព្រះព្រំឬជាមហាសង្ក្រាន្តនេះបងប្អូនហើយគឺជាសកម្មភាពដែលពួកគាត់ដង្ហែយើងដឹងហើយឃើញកន្លែងខ្លះទៅនៅក្នុងទីក្រុងភ្នំពេញបងប្អូនពួកគាត់តែងតែធ្វើមហាសង្ក្រាន្តធំមែនទែនបងប្អូនលេងវាយក3ថ្ងៃ4ថ្ងៃ4យប់ទៀតបងប្អូនតែតែធ្វើទៀតប៉ុន្តែនៅឯណាជាដែនដីវៀតណាមបងប្អូនដែនដីវៀតណាមគឺជាម្ដុំកន្លែងប្រជាជនខ្មែររស់នៅពួកគាត់ក៏មានសកម្មភាពធ្វើដើម្បីរំលឹកគុណនឹងបួងសួងឲ្យអស់អិនព្រមដើម្បីថែរក្សាចំការដំណាំស្រូវស្រែរបស់គាត់នឹងហើយសូមទឹកភ្លៀងអោយស្រូចស្រស់ដំណាំរបស់គាត់បាននោះផងដែរព្រោះថាការទំនៀមទម្លាប់របស់ខ្មែរបើតាមបងមួយគាត់បាននិយាយគាត់បានលើកឡើងថាពីតាំងណាមកដល់ឥឡូវខ្មែរនៅតំបន់ពួកគាត់នឹងតែងតែធ្វើរបៀបនេះដើម្បីសុំទឹកភ្លៀងផងដើម្បីបួងសួងនៅអិនព្រំផងដើម្បីឲ្យថែរក្សាទាំងមនុស្សនៅក្នុងឋានកណ្ដាលហើយទាំងមនុស្សនៅតំបន់នានាទៀតផងដោយសារសកម្មភាពរបស់ពួកគាត់នេះជ្រះថ្លាណាស់គាត់ធ្វើតាមសភារបស់ពួកគាត់មិនមានចាប់បង្ខំទៅលើបុគ្គលណាម្នាក់ទេបងប្អូនបើតាមយើងមើលបងប្អូនសកម្មភាពនេះមានតែវត្តមួយទេបងប្អូនខ្ញុំមិនទាន់តែឃើញសកម្មភាពវត្តណាផ្សេងដែលពួកគាត់នឹងនាំគ្នាធ្វើដូចនេះទេទើបតែមកបានប៉ះនៅវត្តនេះមួយបានឃើញសកម្មភាពហើយពិតជាអស្ចារ្យមែនបងប្អូននេះទេប្រទេសដែលពួកគាត់ដង្ហែនៅកេះរបស់ព្រះព្រំនឹងមានធ្វើដូចជាសត្វថងចិត្តជាងបងប្អូនធ្វើស្អាតមែនតើបងប្អូនមិនប្រសពធ្វើឲ្យប្រសពស្អាងដើម្បីលើកតម្កើងនៅព្រះព្រំដើម្បីអោយលំអនៅក្នុងសាសនាមែនតើបងប្អូនហើយនេះគឺជាទំនៀមទម្លាប់របស់ខ្មែរតាំងពីបុរាណម្ល៉េះបងប្អូនតាំងពីបុរាណម្ល៉េះបើតាមយើងទៅវាល្បះបាយជាមួយនឹងសាសនារបស់ព្រះគឺមនុស្សទៀតបងប្អូនព្រោះមនុស្សម្នាមានមុនពីសម័យណាហើយចាប់ផ្ដើមមានប្រះព្រំចេញមកហើយបងប្អូនមុនដំបូងដែលសាសនាព្រះជ្រាបចូលមកដល់ប្រទេសខ្មែរបងប្អូនមុនដំបូងសាសនាព្រះបានជ្រាបចូលមកប្រទេសខ្មែរគឺជាព្រះព្រំនេះហើយដែលឈរប្រមុខដឹកនាំទៅដល់បងប្អូនដឹកនាំទៅដល់មនុស្សគ្រប់រូបឲ្យដឹងពីខុសត្រូវឲ្យដឹងពីការរស់នៅគឺជាព្រះព្រំនេះហើយលុះត្រាតែព
ព្រះសម្មាសម្ពុទ្ធលោកបានចូលជ្រាបជ្រែពលនៅក្នុងពិភពខ្មែរយើងទើបសាបលាបទៅព្រះព្រំនេះបងប្អូនហើយមូលហេតុដែលសាបលាបទៅព្រះព្រំនេះបើតាមការខ្ញុំស្រាវជ្រាវមើលតាមសួរពីបន្តិចបន្តួចនេះបងប្អូនគេបានលើកឡើងថាពីការមុនដំបូងបង្អស់នេះព្រះនិងព្រះព្រំបានមានការផ្ដល់គ្នាបន្តិចបន្តួចហើយបានធ្វើឲ្យព្រះព្រំនឹងចាញ់នៅប្រាជ្ញារបស់ព្រះហើយបានដាក់ការសន្យាថាបើសិនណាព្រះព្រំបានចាញ់នៅប្រាថ្នារបស់ព្រះនឹងកាត់ប្រកេះដើម្បីមើលពិភពលោកនៅក្នុងលោកនេះតែម្ដងហើយពេលដែលមួយឆ្នាំមិនហើយបញ្ជាពេលដែលគ្រប់ឆ្នាំនឹងបងប្អូនទាំងអស់គ្នាតែគោរពទៅដល់ព្រះព្រំបានធ្វើកែមកព្រះព្រំរំលឹកហៅថាមហាសង្ក្រាន្តមកដល់សប្តាហ៍នេះប៉ុន្តែមានបងប្អូនខ្លះតែហៅមហាសង្ក្រាន្តទៅហៅកែព្រះព្រំដើម្បីបង្ហាញថាបងប្អូនពីស្ម័យព្រះព្រំទើបមានទេវតាប៉ុន្តែបើស្ម័យរបស់ព្រះមកដល់ឥឡូវនេះខ្ញុំមិនដឹងថាស្ម័យព្រះមានទេវតាទេប៉ុន្តែបើស្ម័យព្រំទេវតាច្រើនទេវតាលលំណាស់អូតែទេវតាក៏ពីស្ម័យហើយដល់ពេលស្ម័យព្រំសាប់រលត់មកដល់ពេលឥឡូវនេះបានព្រះសម្មាសម្ពុទ្ធលោកបានជ្រាបចែកចូលក្នុងគឺហើយបានធ្វើឲ្យព្រះព្រំនឹងចាប់ដើមសាបរលាបប៉ុន្តែទៅជាសាបរលាបយ៉ាងណាក៏ដោយបងប្អូនជាជនពុទ្ធបរិស័ទរបស់ខ្មែរគ្រប់តំបន់ពួកគាត់មិនបំភ្លេចគុណរបស់ព្រះព្រំទេមួយឆ្នាំគាត់តែងតែរំលឹកឡើងម្ដងដើម្បីដាស់តឿនដល់អារម្មណ៍របស់បងប្អូនទាំងគ្នាថានៅមានព្រះព្រំមួយអង្គទៀតដែលមានអ្នកមានបារមីដូចយ៉ាងខ្ពស់គឺបងប្អូនទាំង4ទិសមិនហើយបានជាព្រះព្រំមានមុខដល់4ហើយនោមកំពូលលើឯណោះសម្រាប់នៅរកគឺឲ្យបានគាត់តែធ្វើទៅចាក់ចុះសុខភាពបរិបទញ្ញាដល់ជាគាត់ព្រះក្នុងរចនាមកថាឡាសម្រាប់នៅរកគឺឲ្យបានគាត់តែធ្វើទៅចាក់ចុះសុខភាពបរិបទញ្ញាដល់ជាគាត់ព្រះក្នុងរចនា